ជំរាបសួរខ្ញុំបាទវិជ្ជបណ្ឌិតលីឆៃហុកថ្ងៃនេះខ្ញុំនឹងលើកប្រធានបទមួយនិយមពីការធ្វើរោគវិនិច្ឆ័យនៃជំងឺទឹកនោមផ្អែមមុននឹងឈានចូលដល់ការធ្វើរោគវិនិច្ឆ័យនៃជំងឺទឹកនោមផ្អែមខ្ញុំសូមធ្វើការបកស្រាយពីប្រភេទនៃជំងឺទឹកនោមផ្អែមជាមុនសិនថាតើជំងឺទឹកនោមផ្អែមមានប្រមាណប្រភេទជំងឺទឹកនោមផ្អែមបែងចែកជា3ប្រភេទសំខាន់គឺទី1គេហៅថាជំងឺទឹកនោមផ្អែមប្រភេទ1វាអាចកើតឡើងគ្រប់វ័យប៉ុន្តែវាកើតឡើងញឹកញាប់បំផុតក្នុងចំណោមកុមារនិងក្មេងជំទង់បើសិនជាយើងកើតជំងឺទឹកនោមផ្អែមប្រភេទ1នេះហើយគឺតម្រូវឲ្យយើងប្រើប្រាស់អាំងស៊ូលីនជាប្រចាំដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមទី2គេហៅថាជំងឺទឹកនោមផ្អែមប្រភេទ2វាកើតឡើងញឹកញាប់ក្នុងចំណោមមនុស្សធំគេសង្កេតឃើញថាអ្នកដែលកើតជំងឺទឹកនោមផ្អែមទាំងអស់មាន 90% ហើយដែលកើតជំងឺទឹកនោមផ្អែមប្រភេទ2នេះហើយបច្ចុប្បន្ននេះគេឃើញថាកំណើននៃកុមារនិងក្មេងជំទង់កាន់តែច្រើនឡើងបានកើតនៅជំងឺទឹកនោមផ្អែមប្រភេទ2នេះដោយសារតែភាពអសកម្មនៃរាងកាយនិងរបបអាហារពុំមានផាសុកភាពទី3ជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះដោយសារតែកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់នៅពេលដែលគាត់មានផ្ទៃពោះហើយវានឹងបាត់ទៅវិញក្រោយពេលសម្រាលកូនប៉ុន្តែពួកគាត់នឹងមានហានិភ័យក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទ2នេះទៅថ្ងៃក្រោយដើម្បីធ្វើរោគវិនិច្ឆ័យនៃជំងឺទឹកនោមផ្អែមថាតើយើងពិតជាកើតជំងឺទឹកនោមផ្អែមមែនឬក៏អត់ទី1គេពឹងទៅលើរោគសញ្ញាដែលមានដូចជាស្រេកទឹកខ្លាំងនោមច្រើនឃ្លានច្រើនស្រកគីឡូអស់កម្លាំងហិលហើយជាដើមប៉ុន្តែរោគសញ្ញាទាំងនេះគ្រាន់តែជាការសង្ស័យតែប៉ុណ្ណោះអ្នកខ្លះក៏មានអ្នកខ្លះក៏អត់មានទៅតាមសុខភាពបុគ្គលម្នាក់ដើម្បីឲ្យច្បាស់ជាងនោះមានតែការធ្វើតេស្តឈាមតែសម្រាប់ធ្វើរោគវិនិច្ឆ័យនៃជំងឺទឹកនោមផ្អែមមានដូចជាទី1គេហៅថា fasting plasma glucose គឺតម្រូវឲ្យអ្នកជំងឺអត់ញ៉ាំអាហារយ៉ាងហោចណាស់8ម៉ោងមុនធ្វើតេស្តលទ្ធផលដែលទទួលបានបើសិនជាធំជាងឬស្មើ126មីលីក្រាមក្នុង1ដេស៊ីលីត្រមានន័យថាអ្នកជំងឺគាត់កើតជំងឺទឹកនោមផ្អែមទី2គេហៅថា OGTT ដែលពាក្យពេញគេហៅថា oral glucose tolerance test គឺជាតេស្តកម្រិតជាតិស្ករ2ម៉ោងក្រោយញ៉ាំទឹកស្ករ75ក្រាមបើសិនជាលទ្ធផលដែលទទួលបានធំជាងឬស្មើ200មីលីក្រាមក្នុង1ដេស៊ីលីត្រនោះអ្នកជំងឺនឹងកើតជំងឺទឹកនោមផ្អែមទី3គេហៅថា random plasma glucose តែនេះគឺគេធ្វើពេលណាក៏បានចំពោះអ្នកដែលមានរោគសញ្ញានៃជំងឺទឹកនោមផ្អែមប៉ុន្តែបច្ចុប្បន្ននេះគេមិនសូវប្រើតេស្តនេះសម្រាប់កំណត់រោគវិនិច្ឆ័យទេដោយសារតែវាមិនសូវសុក្រិតតែតេស្តដែលសុក្រិតនិងច្បាស់ចំពោះការធ្វើរោគវិនិច្ឆ័យនៃជំងឺទឹកនោមផ្អែមនោះគេហៅថា hemoglobin A1C ដែលប្រជាជនយើងចូលចិត្តហៅថា A1C បើលទ្ធផលដែលទទួលបានធំជាងឬស្មើ 6.5% នោះអ្នកជំងឺនឹងកើតជំងឺទឹកនោមផ្អែមបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់ឬក៏សំណួរអាចឆាតមកតាម Telegram របស់ខ្ញុំផ្ទាល់បានសូមអរគុណ